vị thí đa tranh bì phốមនុស្សចូលចិត្តនិយាយដើមគេការនិយាយដើមគេអាចហាក់បីដូចជាមធ្យោបាយបង្កើតទំនាក់ទំនងប៉ុន្តែវាពិតជាកំពុងបំផ្លាញទំនុកចិត្តនិងបង្កភាពអវិជ្ជមាននៅជុំវិញខ្លួនដើម្បីបញ្ឈប់រឿងនេះដោយមិនធ្វើឲ្យប៉ះពាល់ដល់មិត្តភាពទាមទារឲ្យអ្នកមានភាពឆ្លៀតវៃខាងអារម្មណ៍នេះជាវិធីសាស្ត្រដ៏ឆ្លាតវៃដើម្បីបញ្ឈប់ការនិយាយដើមដោយសន្តិវិធីទី1ប្រើប្រាស់យុទ្ធសាស្ត្រដូរទិសដៅនៅពេលដែលគេចាប់ផ្ដើមនិយាយដើមចូលប្រើបច្ចេកទេសបដូរទិសដៅជំនួសឲ្យការចូលរួមអ្នកអាចបង្វែរដោយលើកយកប្រធានបទណាដែលស្រដៀងមកនិយាយជំនួសវិញការធ្វើបែបនេះនឹងជួយទាញការសន្ទនាពីភាពអវិជ្ជមានមកកាន់ភាពវិជ្ជមានដោយស្ងប់ស្ងាត់ 2. ផ្ដោតលើភាពវិជ្ជមានរបស់ក្រុមជំនួសឲ្យរឿងអ្នកដទៃការនិយាយដើមគេច្រើនតែកាត់ឡើងនៅពេលមនុស្សគ្មានអ្វីនិយាយឬចេះតែតាមដានរឿងរបស់អ្នកដទៃជំនួសឲ្យការលើកយករឿងអវិជ្ជមានរបស់អ្នកដទៃមកនិយាយដែលនាំឲ្យក្តៅក្រហាយអ្នកគួររំលឹកពីអនុស្សាវរីយ៍ល្អៗឬរឿងកំប្លែងសប្បាយៗដែលក្រុមធ្លាប់មានជាមួយគ្នាការធ្វើបែបនេះនឹងជួយផ្លាស់ប្ដូរបរិយាកាសពីភាពតានតឹងមកជាភាពសប្បាយរីករាយនិងជួយពង្រឹងចំណងមិត្តភាពក្នុងក្រុមឲ្យកាន់តែរឹងមាំ 3. ការប្រើប្រាស់ភាពស្ងៀមស្ងាត់បើអ្នកមិនចង់បដូរប្រធានបទការផ្ដល់ប្រតិកម្មបែបកណ្ដាលគឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពការត្រឹមតែងក់ក្បាលឬឆ្លើយថាអញ្ចឹងហីរួចនៅស្ងៀមនឹងធ្វើឲ្យអ្នកនិយាយបាត់បង់ចំណាប់អារម្មណ៍ព្រោះមនុស្សនិយាយដើមគេតែងតែចង់បានការឆ្លើយតបពីអ្នកនៅពេលដែលពួកគេទទួលបានថាមពលពីអ្នកពួកគេនឹងឈប់និយាយរឿងនេះដោយឯកឯង 4. ផ្ដោតលើការងារនិងការអភិវឌ្ឍខ្លួនមនុស្សដែលរវល់អភិវឌ្ឍខ្លួនមានភាពហ្មត់ចត់និងខំប្រឹងធ្វើការឲ្យមានលទ្ធផលនិងគ្មានពេលសម្រាប់និយាយដើមឡើយនៅពេលដែលអ្នកបង្ហាញតម្លៃខ្លួនតាមរយៈសកម្មភាពការងារអ្នកដទៃនឹងចាប់ផ្ដើមក្រែងចិត្តនិងលែងហ៊ាននាំរឿងអវិជ្ជមានមកប្រាប់អ្នកទៀតការឈប់និយាយដើមគេមិនមែនមានន័យថាអ្នកត្រូវធ្វើខ្លួនឯងឲ្យដាច់ឆ្ងាយពីគេនោះទេប៉ុន្តែវាគឺជាការកំណត់ស្តង់ដារនៃទំនាក់ទំនងរបស់អ្នកសូមអរគុណ